ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំត្រឡប់មកវិញជាមួយទៅនឹងរឿងព្រេងបែបរន្ធត់មួយទៀតហើយរឿងនេះជារឿងប្រភេទរឿងខ្មោចលងដែលមានចំណងជើងថាខ្មោចលងធ្វើឆ្កែធំធំរឿងនេះបានបន្សល់ទុកនៅភាពភ័យខ្លាចជាខ្លាំងចំពោះអ្នកដែលបានស្ដាប់វាតោះកុំឲ្យខាតពេលយូរយើងចូលទៅស្ដាប់ទាំងអស់គ្នាកាលពីដើមឡើយមានបុរសម្នាក់ឈ្មោះពូសគាត់មានផ្ទះនៅកន្លែងដាច់ស្រយាលពីគេឯងនៅឯកណ្ដាលព្រៃឯណោះគាត់ជាអ្នកចូលចិត្តបរបាញ់សត្វព្រៃរាល់ថ្ងៃគាត់ចេញទៅបរបាញ់គឺគាត់ត្រឡប់មកផ្ទះវិញយប់ជ្រៅជានិច្ចពូសនិយាយម្នាក់ឯងថាយប់នេះដូចជាអត់មានសត្វសោះដើរយូរហើយនេះថ្ងៃមួយពេលដែលពូសកំពុងដើររកសត្វព្រៃគាត់ឮសូរសំឡេងឆ្កែព្រុសយ៉ាងខ្លាំងពីចម្ងាយពូសនិយាយថាទំនងជាឆ្កែព្រៃហើយតិចមើលទៅឃើញកូនសត្វអីទេដឹងពូសក៏បន្តដំណើរទៅរកឆ្កែដែលឮសូរសំឡេងព្រុសនោះពេលទៅដល់កន្លែងមួយនោះគាត់ក៏ស្រាប់តែឃើញឆ្កែធំសម្បុរខ្មៅមួយក្បាលកំពុងអង្គុយកណ្ដាលផ្លូវតែម្នាក់ឯងពូសនិយាយថាអីយ៉ាឆ្កែនេះធំម្ល៉េះដូចជាមិនឃើញអីសោះនេះឆ្កែនោះក៏ងាកមុខមើលគាត់យឺតហើយសំឡេងមើលទៅគាត់នឹងកែវភ្នែកដ៏ក្រហមឆ្អិនឆ្អៅពូសនិយាយអីយ៉ាឆ្កែអីក៏ក្រហមភ្នែកល្អម្ល៉េះចំណែកឯឆ្កែនោះចាប់ផ្ដើមស្រែកប្រហឹមហើយងើបឈរឡើងរូបរាងរបស់វាធំជាងឆ្កែធម្មតាទ្វេដងពូសនិយាយថាទៅណាមកណីទេឆ្កែនេះហេតុអ្វីក៏ធំម្ល៉េះចំណែកឯឆ្កែនោះក៏ចាប់ផ្ដើមព្រុសគំរាមមួយទំហឹងធ្វើឲ្យពូសស្ទើរតែលួសព្រលឹងពូសក៏គាត់ស្រែកថាខ្មោចលងហើយជួយផងឆ្កែនោះក៏រត់តាមពីក្រោយគាត់យ៉ាងលឿនសំឡេងជើងរបស់វារត់ឮសូរក្រំតែម្ដងដូចជាកំពុងតែរត់តាមស៊ីសាច់អញ្ចឹងពូសគាត់ហត់ណាស់គាត់ក៏ស្រែកថាអូយអស់កម្លាំងណាស់រត់មួយថ្ងៃហើយនេះពេលនោះពូសក៏មានអារម្មណ៍ថាឆ្កែនៅពីក្រោយគាត់រហូតហើយគាត់ខំប្រឹងរត់យ៉ាងលឿនតែសំឡេងនោះក៏នៅតែនៅពីក្រោយគាត់ដដែលភ្លាមនោះសត្វឆ្កែនោះក៏បានស្រែកគំរាមដាក់គាត់ពេញត្រចៀកលឺខ្លាំងតែម្ដងធ្វើឲ្យគាត់លែងលឺអ្វីទាំងអស់បានន័យថាគាត់ហឹងត្រចៀកហើយពូសដួលទៅនឹងដីបាត់បង់ស្មារតីភ្លាមគឺសន្លប់តែម្ដងពូសគាត់របូតកំភ្លើងបាញ់សត្វចេញពីដៃអស់រលីងលុះព្រឹកឡើងទើបអ្នកភូមិប្រទះឃើញគាត់ដេកសន្លប់បាត់បង់ស្មារតីនៅឯផ្លូវក្បែរភូមិអ្នកភូមិក៏បានស្រែកហៅពូសអើយពូសមុខស្លេកដូចខ្មោចលោកអញ្ចឹងអុយទំនងខ្មោចលងមែនហើយមើលទៅចាប់តាំងពីនោះមកពូសក៏លែងហ៊ានទៅបរបាញ់សត្វព្រៃនៅកណ្ដាលយប់ទៀតហើយគាត់ជឿថាឆ្កែសម្បុរខ្មៅនោះ
គឺមិនមែនជាឆ្កែធម្មតាទេតែវាជាខ្មោចដែលបានលួងបន្លាចគាត់រឿងនេះក៏បានក្លាយទៅជាសារដាស់តឿនទៅឲ្យអ្នកភូមិថាកុំដើរផ្សងព្រេងនៅកន្លែងដែលស្ងាត់នៅពេលយប់តែម្នាក់ឯងតើបងប្អូនមានបទពិសោធន៍ដែលធ្លាប់ជួបរឿងបែបនេះដែរឬទេបើមានសូមកុំភ្លេចចែករំលែកទៅឲ្យអ្នកដែលមិនទាន់បានស្ដាប់ផងសូមអរគុណ